អ្នកអរគ្នាកំពុងតែចង់ជ្រើសរើសតើគួរទៅទិញ desktop ឬក៏ laptop មែនទេអញ្ចឹងមើលវីដេអូនេះសិន desktop គឺជាកុំព្យូទ័រមួយប្រភេទដែលវាមានរាងធំហើយ performance វាខ្ពស់ចំណែកឯ laptop គឺជាកុំព្យូទ័រមួយប្រភេទដែលវាមានរាង slim ងាយស្រួលដាក់តាមខ្លួនអញ្ចឹងយើងប្រៀបធៀបទាំងអស់គ្នា desktop វាមានគុណវិបត្តិនិងគុណសម្បត្តិរបស់វាអញ្ចឹងគុណវិបត្តិរបស់ desktop គឺវា high performance ចំណាយថវិកាតិចហើយវាងាយស្រួលក្នុងការ upgrade ចំណែកគុណវិបត្តិវាគឺយើងពិបាកយកចេញទៅខាងក្រៅដើម្បីប្រើប្រាស់ដោយសារតែវាត្រូវតែមាន set ជាមួយនឹង monitor keyboard ហើយនិង mouse ទើបយើងអាចប្រើប្រាស់វាបានដោយរលូនចំណែកឯ laptop វាតូចវា slim វាងាយស្រួលយកទៅតាមខ្លួនប៉ុន្តែបើគិតពីការប្រើប្រាស់ budget វិញគឺវាខ្ពស់ជាងការប្រើប្រាស់នៅ desktop ហើយការ upgrade របស់វាក៏យើងអាច upgrade បានតែពីរផ្នែកទេជាទូទៅគឺ hard disk ហើយជាមួយនឹង RAM ចំណែកឯកម្ដៅវាក៏អាចខ្ពស់ជាង desktop ដែរបើសិនជាអ្នកទាំងអស់គ្នាជា 3D modeler ឬក៏ជា video editor ឬក៏ជា gamer professional អ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ desktop ដោយសារតែ performance វាខ្ពស់សីតុណ្ហភាពវាទាបហើយតម្រូវការក្នុងការ performance វាគឺខ្លាំងលើសពីនេះទៅទៀតអីដែលសំខាន់គឺ budget វាជួយសន្សំចៃយើងបានមួយកម្រិតដែរខុសគ្នាជាមួយនឹង laptop ក៏វាមានគុណសម្បត្តិនិងគុណវិបត្តិវាដែរគុណសម្បត្តិរបស់វាគឺវា portable យើងអាចយកទៅតាមខ្លួនបានហើយបើយើងចង់បាន performance វាខ្លាំងយើងអាចទិញមួយក្នុងតម្លៃថ្លៃដែលខុសពី desktop តែការប្រើប្រាស់របស់វាគឺវាមិនបាន performance ខ្ពស់ដូចជា desktop ទេវាអាស្រ័យទៅលើការប្រើប្រាស់របស់អ្នកទាំងអស់គ្នាឧទាហរណ៍ដូចជាអ្នកទាំងអស់គ្នាត្រូវយកកិច្ចការ project ឬក៏ការងារមួយចំនួនដែលយកទៅធ្វើជុំគ្នាឬក៏បង្ហាញទៅដល់ client របស់យើងមិនអាចយក desktop ទៅដល់ហាងកាហ្វេគេបានទេមែនទេហើយក្នុងសម័យកាលនេះគឺ laptop ដែលបានបង្កើតមកថ្មីថ្មរបស់វាគឺបានកាន់បានយូរជាជាង laptop កាលពី version ពីមុនបើសិនអ្នកទាំងអស់គ្នាមានតម្រូវការចង់ទិញកុំព្យូទ័រអាចចូលទៅ link ខាងក្រោមរបស់ PVC កុំព្យូទ័របានដូច្នេះបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អ្វីទៀតអាច comment នៅវីដេអូខាងក្រោមអូខេបាយបាយ Download PTC Store App ឥឡូវនេះដើម្បីទទួលបាន promotion ជាច្រើនមាន PTC Store App ដូចមានហាងលក់កុំព្យូទ័រនៅក្នុងដៃ